សួស្តីអ្នកទាំងអស់គ្នានៅសប្តាហ៍នេះខ្ញុំសូមលើកយកសៀវភៅមួយក្បាលមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាដែលមានចំណងជើងថា The Minimalist Entrepreneur ដែលមានចំណងជើងតូចៗនៅខាងក្រោមថាវិធីដែលសហគ្រិនឆ្នើមធ្វើការតិចតែចំណេញច្រើនសៀវភៅមួយក្បាលនេះនឹងបង្រៀនយើងឲ្យចេះបង្កើតក្រុមហ៊ុនតូចតែខ្លឹមនិងវិធីក្នុងការដឹកនាំធុរកិច្ចបង្កើតថ្មីមួយឲ្យទទួលបានជោគជ័យអ្នកនិពន្ធសៀវភៅនេះគឺជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាមួយរូបដែលមានអាយុត្រឹមតែ30ឆ្នាំជាងប៉ុណ្ណោះតែគាត់បានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលជាវេទិកាដាក់លក់ផលិតផល Digital ដូចជាស្នាដៃសិល្បៈរូបភាព Design និងកម្មវិធីផ្សេងៗជាច្រើនទៀតវាដូចជា Amazon ឬ Alibaba ដែរតែផលិតផលដែលមាននៅក្នុង website នេះគឺមិនមែនជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃឬជាទំនិញអ្វីមួយនោះទេតែជាផលិតផល Digital ទៅវិញអាយុទៅតែ30ឆ្នាំជាងប៉ុណ្ណោះតើបទពិសោធន៍ក្នុងការប្រឡូកក្នុងវិស័យធុរកិច្ចក្រាស់ក្រែលប៉ុណ្ណាទៅទើបហ៊ានសរសេរសៀវភៅមួយក្បាលនេះនៅក្នុងសៀវភៅនេះតើមានខ្លឹមសារនិងអនុសាសន៍យ៉ាងណាខ្លះសម្រាប់ស្ថាបនិកជំនាន់ក្រោយក្នុងសម័យបច្ចេកវិទ្យានេះនិយាយតាមត្រង់មុនពេលដែលខ្ញុំបានអានសៀវភៅនេះក៏មានអារម្មណ៍ដូចជារៀងមិនសូវជាជឿទុកចិត្តប៉ុន្មានដែរតែក្រោយពេលដែលខ្ញុំបានអានសៀវភៅនេះប៉ុន្មានទំព័រមកទើបខ្ញុំគិតថាវាចាំបាច់ណាស់ដែលយើងត្រូវលើកយកខ្លឹមសារសំខាន់នៅក្នុងសៀវភៅនេះមកធ្វើការចែករំលែកទៅកាន់សហគ្រិននិងអ្នកដែលចង់ចេញរកស៊ីជាពិសេសអ្នកដឹកនាំធុរកិច្ចក្នុងវិស័យបច្ចេកវិទ្យាកាលពីឆ្នាំ2019អ្នកនិពន្ធបានសរសេរនៅអត្ថបទមួយដែលមានចំណងជើងថាការភ្ញាក់រលឹកខ្លួនក្រោយក្តីស្រមៃបង្កើតក្រុមហ៊ុន$1,000,000,000ត្រូវបានបញ្ចប់អត្ថបទនេះមានគេចែករំលែករាប់ម៉ឺនដងនិងទទួលបានការពិភាក្សាយ៉ាងក្តៅគគុកនៅលើអ៊ីនធឺណិតអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ឮក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលមានតម្លៃខ្លួនរាប់ពាន់លានដុល្លារដូចជា The Big Five ដែលក្នុងនោះមានក្រុមហ៊ុន Google, Apple, Facebook, Amazon និង Microsoft ដែលក្រុមហ៊ុនទាំងអស់នេះមានតម្លៃខ្លួនរាប់កោតដុល្លារនៅលើទីផ្សារមូលធនដែលគេតែងហៅថា Unicorn សំដៅទៅលើក្រុមហ៊ុនឯកជនដែលមានតម្លៃខ្លួនចាប់ពី$1,000,000,000ឡើងទៅពាក្យនេះត្រូវបានគេប្រើប្រាស់ដំបូងនៅក្នុងឆ្នាំ2013ដោយគេធ្វើការប្រៀបធៀបពីភាគរយដ៏កម្រនៃភាពជោគជ័យដ៏ធំសម្បើមរបស់ធុរកិច្ចបង្កើតថ្មីមួយទៅនឹងសេះទេពដោះស្នែងក្នុងទេវកថាដែលគេហៅថា Unicorn ហើយអ្នកនិពន្ធយើងគឺជាសហគ្រិនមួយរូបដែលមានមហិច្ឆតាចង់ដឹកនាំធុរកិច្ចមួយដែលមានឈ្មោះថា Gumroad ឲ្យក្លាយជាក្រុមហ៊ុនដែលមានតម្លៃខ្លួន$1,000,000,000ដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សខាងលើនេះដែរតែក្រោយមកក្តីសុបិនរបស់គាត់ត្រូវបានរលាយទើបគាត់បានសរសេរអត្ថបទមួយខាងលើនេះហើយមូលហេតុដែលធ្វើឲ្យគាត់បោះបង់ក្តីស្រមៃនេះចោលយើងនឹងធ្វើការបកស្រាយនៅពេលក្រោយចុះបើមិនអាចក្លាយជា Unicorn បានតើគួរធ្វើយ៉ាងម៉េចបន្តទៀតបោះបង់ចោលហើយមែនទេចាត់ទុកថាជាការបរាជ័យហើយមែនទេក្រោយពេលធ្វើការពិចារណាអស់ពេលមួយរយៈរួចមកគាត់បានប្រាប់ខ្លួនឯងថាមិនបានក្លាយជាក្រុមហ៊ុន$1,000,000,000មែនតែក៏អាចធ្វើជាក្រុមហ៊ុនតូចតែខ្លឹមបានដែរ Jack Ma ក៏ធ្លាប់ហៅក្រុមហ៊ុនប្រភេទនេះ Small but Beautiful សំដៅទៅលើក្រុមហ៊ុនតូចតែអាចមានសមត្ថភាពបង្កើតប្រាក់ចំណូលបានច្រើនដោយខ្លួនឯងដោយមិនចាំបាច់មានការវិនិយោគបន្ថែមពីខាងក្រៅឡើយគិតដូច្នេះហើយគាត់ក៏ធ្វើការផ្លាស់ប្ដូរយុទ្ធសាស្ត្រជាច្រើននៅក្នុងក្រុមហ៊ុនរបស់គាត់ដោយមិនរត់សំដៅទៅរក Unicorn ដែលមានតម្លៃខ្លួន$1,000,000,000ទៀតនោះទេតែក្រុមហ៊ុនតូចមួយរបស់គាត់នេះក៏អាចបង្កើតប្រាក់ចំណូលបានជាង$10,000,000,000ក្នុងមួយឆ្នាំដែរដោយសារតែការបង្វែរទិសដៅសហគ្រិនភាពរបស់គាត់លើកនេះទើបធ្វើឲ្យគាត់សម្រេចចិត្តសរសេរសៀវភៅមួយក្បាលនេះឡើងសម្រាប់ជាការពញ្ញាក់ស្មារតីដល់សហគ្រិនបច្ចេកវិទ្យាជំនាន់ក្រោយរួមទាំងខ្ញុំផងដែរព្រោះពីមុនខ្ញុំក៏មានមហិច្ឆតាធំនិងចង់បង្កើតក្រុមហ៊ុន Unicorn ដោយធុរកិច្ចធំៗដទៃទៀតដែរតែក្រោយមកគិតថានេះមិនមែនជាគោលដៅដែលខ្ញុំចង់បានទេបង្កើតក្រុមហ៊ុនតូចតែខ្លឹមដែលអាចរកចំណូលបាន$2 ទៅ$3 លានក្នុងមួយឆ្នាំបង្កើតឱកាសការងារទៅកាន់មនុស្ស50-60នាក់និងបម្រើទៅកាន់អតិថិជន4-10 ម៉ឺននាក់ក៏ជារឿងមួយដ៏គួរឲ្យមានមោទនភាពដែរខ្ញុំក៏ចង់ដឹងដែរថាតើអ្នកនិពន្ធមានយុទ្ធសាស្ត្របែបណាក្រោយពេលបង្វែរទិសដៅមកកាន់ក្រុមហ៊ុនតូចតែខ្លឹមបែបនេះហើយនៅតែទទួលបានជោគជ័យក្នុងវិស័យរបស់គាត់ក្នុងនាមជាក្មេងចំនួន90ដូចគ្នាដែលបានធំធាត់សម្លឹងទៅមើលការរីកចម្រើននៃបច្ចេកវិទ្យាតាំងពីតូចគាត់ប្រកាសជាមានមេរៀនពិសេសអ្វីមួយយ៉ាងដែលយើងគួររៀនសូត្រតាមហើយតទៅនេះខ្ញុំបាទនឹងធ្វើការសង្ខេបខ្លឹមសារសំខាន់នៅក្នុងសៀវភៅនេះជាពីរផ្នែកផ្នែកទី1យើងមកមើលរឿងដែលសំខាន់ជាងគេដែលក្រុមហ៊ុនតូចតែខ្លឹមត្រូវតែមាននោះគឺសមត្ថភាពក្នុងការបង្កើតប្រាក់ចំណេញ profitability និងផ្នែកទី2យើងមកមើលថាតើយើងធ្វើយ៉ាងណាទើបអាចរកឃើញសមត្ថភាពមួយនេះនិងធ្វើយ៉ាងណា
ទើបអាចបន្តរកប្រាក់ចំណេញបានជារៀងរហូតនៅចំពោះមុខរឿងទាំងពីរនេះគ្មានរឿងអ្វីដែលសំខាន់ជាងនេះទៀតនោះទេបើសិនជាអ្នកមានសមត្ថភាពរកចំណូលបានដោយខ្លួនឯងនិងមានស្ថិរភាពនោះអ្នកអាចនឹងធ្វើរឿងបានជាច្រើនទៀតមិនថាចូលរួមការងារសង្គមឬបង្កើតឱកាសការងារបន្ថែមក្នុងទីផ្សារនោះទេតែបើសិនជាអ្នកមិនមានសមត្ថភាពក្នុងការរកប្រាក់ចំណូលខ្លួនឯងផងនោះទោះបីជាក្តីសុបិនអ្នកធំប៉ុណ្ណាក៏នៅត្រឹមតែជាក្តីសុបិនដែរយើងចូលមកដល់ផ្នែកទី1គោលការណ៍ក្នុងការប្រតិបត្តិការទៅលើក្រុមហ៊ុនតូចតែខ្លឹមនោះគឺសមត្ថភាពក្នុងការបង្កើតប្រាក់ចំណូលដោយខ្លួនឯងនិយាយឲ្យខ្លីនោះគឺគោលដៅមានតែមួយគត់មិនមែនចង់ធ្វើឲ្យក្រុមហ៊ុនធំនោះទេតែត្រូវប្រើគ្រប់មធ្យោបាយដើម្បីឲ្យក្រុមហ៊ុនមានប្រាក់ចំណេញទោះបី$1ក៏ដោយការយកឃើញបែបនេះដោយសារតែអ្នកនិពន្ធធ្លាប់ឆ្លងកាត់នៅបទពិសោធន៍មួយនេះកាលពីឆ្នាំ2011ពេលដែលគាត់កំពុងរៀននៅសាកលវិទ្យាល័យគាត់មានគំនិតមួយគឺចង់បង្កើត website មួយសម្រាប់ផ្ដល់ជូនអ្នកដែលមានស្នាដៃច្នៃប្រឌិតផ្សេងៗដាក់លក់គំនិតរបស់ខ្លួននៅលើ website មួយនេះមិនថាជារូបថតរូបភាពវីដេអូឬក៏សំឡេងនោះទេគាត់យល់ថានៅក្នុងលោកមានមនុស្សដែលមានគំនិតច្នៃប្រឌិតច្រើនយ៉ាងនេះប្រកាសជាត្រូវការកន្លែងមួយដែលពួកគេអាចដាក់លក់គំនិតច្នៃប្រឌិតរបស់គេហើយក្រុមហ៊ុនធំឬម្ចាស់អាជីវកម្មក៏កំពុងតែស្វែងរកស្នាដៃល្អៗទាំងនេះដែរគ្រាន់តែគិតដល់គំនិតនេះភ្លាមធ្វើឲ្យគាត់គេងមិនលក់ឡើយក៏ធ្វើការសម្រេចចិត្តភ្លាមចាក់ចេញពីក្រុមហ៊ុនធុរកិច្ចបង្កើតថ្មីមួយដែលមានឈ្មោះថា Pinterest អ្នកទាំងអស់គ្នាប្រកាសជាស្គាល់ហើយអ្នកនិពន្ធពេលនោះជាវិស្វករបច្ចេកទេសនៅក្នុងក្រុមហ៊ុនមួយនេះឯងដោយមាន background ជាអ្នកបច្ចេកទេសស្រាប់មិនយូរប៉ុន្មានគាត់ក៏បានបង្កើត website នេះឡើងដោយដាក់ឈ្មោះថា Gumroad ថ្ងៃទី1ដែលគេបានដាក់ដំណើរការ website នេះជាផ្លូវការមានអ្នកប្រើប្រាស់រហូតដល់ជាង 50,000 នាក់នេះជាតួលេខនៃការចាប់ផ្ដើមដ៏ល្អមួយសម្រាប់គាត់ហើយក៏ធ្វើឲ្យគាត់កាន់តែមានទំនុកចិត្តទៅលើគំនិតមួយនេះដែរមានតួលេខអ្នកប្រើប្រាស់ល្អបែបនេះជំហានបន្ទាប់ត្រូវធ្វើយ៉ាងម៉េចទៅចំពោះធុរកិច្ចបច្ចេកវិទ្យានៅសម័យនេះប្រកាសជាទៅរក VC ហើយ VC សំដៅទៅលើក្រុមហ៊ុនគ្រប់គ្រងមូលធន Venture Capital ដែលក្រុមហ៊ុនប្រភេទនេះចាំវិនិយោគតែទៅលើធុរកិច្ចបង្កើតថ្មីណាដែលមានសក្តានុពលភាពក្នុងការរីកចម្រើនខ្ពស់និងមានទីផ្សារទូលំទូលាយបន្ទាប់មកអ្នកនិពន្ធក៏វិច្ចបង្វិចទៅ Silicon Valley ដើម្បីទៅជួបក្រុមហ៊ុនវិនិយោគទាំងអស់នោះអស់ពីបន្ទប់ប្រជុំមួយចូលទៅបន្ទប់ប្រជុំមួយដើម្បីធ្វើបទបង្ហាញគំរូអាជីវកម្មរបស់គាត់ទៅកាន់អ្នកវិនិយោគមិនយូរប៉ុន្មានក្តីសុបិនរបស់គាត់ក៏លេចជារូបរាងឡើងគាត់ទទួលបានការវិនិយោគចំនួន$8 លានពីអ្នកវិនិយោគហើយអ្នកវិនិយោគទាំងអស់នោះសុទ្ធតែជាអ្នកដែលមានសាវតាមិនធម្មតាឡើយនៅ Silicon Valley ដែលធ្លាប់បានជួយជ្រោមជ្រែងធុរកិច្ចខ្នាតយក្សជាច្រើនដូចជា Amazon, Google និង Facebook ជាដើមទាំងអ្នកវិនិយោគនិងស្ថាបនិករូបនេះសុទ្ធតែមើលឃើញថានេះជាគំនិតដ៏ល្អមួយដែលអាចក្លាយជា unicorn បាននៅថ្ងៃអនាគតពេលនេះមានទុនហើយតើជំហានបន្ទាប់ត្រូវធ្វើអ្វីទៀតប្រកាសជាទៅរកមនុស្សហើយគាត់ក៏បានទៅទាញយកបុគ្គលិកពូកែ 4-10 នាក់ពីក្រុមហ៊ុនបច្ចេកវិទ្យាធំបិទទ្វារអង្គុយក្នុង office រកនឹកធ្វើយ៉ាងណាបង្ហាញគំនិតរបស់គេទៅកាន់មនុស្សក្នុងលោកឲ្យបានស្គាល់គួរឲ្យស្ដាយអ្វីដែលគេគិតមិនដូចចិត្តនោះទេក្រោយទទួលបានការវិនិយោគក្រុមហ៊ុនអាចដំណើរការទៅបានលឿនដោយសារមានទុនវិនិយោគតែដល់ពេលដែលចំណាយទុនទាំងអស់នោះអស់គេនៅតែមិនអាចរកឃើញចំណុចចាប់ផ្ដើមបង្កើតប្រាក់ចំណេញបាននៅឡើយនៅ9 ខែចុងក្រោយគេនៅតែបន្តស្វែងរកប្រាក់វិនិយោគតែមិនទទួលបានជោគជ័យដូចមុនទៀតនោះទេ Gumroad ដែលគ្មានទុនវិនិយោគប្រៀបដូចជាឡានដែលជិតអស់សាំងយ៉ាងអញ្ចឹងទៅមុខមិនរួចឡើយក្រោយមកស្ថាបនិករូបនេះក៏សម្រេចចិត្តកាត់បន្ថយបុគ្គលិកសល់តែមនុស្សសំខាន់ប៉ុន្មាននាក់ប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយ website នៅតែបន្តដាក់ឲ្យប្រើប្រាស់ដដែលតែនៅក្នុងចិត្តរបស់ស្ថាបនិករូបនេះធុរកិច្ចមួយនេះបរាជ័យបាត់ទៅហើយគាត់ក៏ចាក់ចេញពី Silicon Valley ទៅកាន់ទីក្រុងតូចមួយដើម្បីគិតឡើងវិញពីបញ្ហាក្រុមហ៊ុនចូលមកដល់ទីនេះអ្វីគ្រប់យ៉ាងមានការផ្លាស់ប្ដូរគាត់បានស្គាល់មិត្តភ័ក្តិថ្មីមួយចំនួនហើយនៅពេលដែលពួកគេបានស្ដាប់នៅគំនិតមួយនេះពួកគេយល់ថាគ្រាន់តែចាប់ផ្ដើមភ្លាមចង់បង្កើតក្រុមហ៊ុន$1,000 លានបែបនេះប្រកាសជាខួរក្បាលមានបញ្ហាហើយពេលនេះ Gumroad មានតអន់អី website នៅដំណើរការនិងមានអ្នកចូលរួមដាក់លក់គំនិតច្នៃប្រឌិតរបស់គេនៅលើ website នេះរាល់ថ្ងៃទេតើដំបូងអ្នកនិពន្ធស្ដាប់បញ្ចូលសម្ដីទាំងអស់នេះទេព្រោះនៅ Silicon Valley អ្នកណាក៏មានក្តីស្រមៃបង្កើតក្រុមហ៊ុន unicorn ដែរមិនអាចរស់តាមសមាជិកបែបនេះបាននោះទេនៅទីនេះសហគ្រិនគ្រប់គ្នាសុទ្ធតែមានផ្នត់គំនិតថាជ្រុលជាធ្វើទៅហើយបើជោគជ័យត្រូវតែជោគជ័យធំហើយបើបរាជ័យហាលអាវទៅផ្ទះ
នៅក្រៅពេលពិចារណាពី3ថ្ងៃក្រោយមកទើបគាត់យល់ឃើញថាអ្វីដែលមិត្តភក្តិគាត់និយាយសមហេតុផលដែរតើទោះបីជា Gumroad មិនមែនជាសេះទេពដោះស្នែងតែយ៉ាងហោចណាស់ក៏វាជាកូនលាតូចមួយដែលអាចនាំគាត់ឲ្យទៅដល់គោលដៅមួយដែលស្របនឹងទស្សនវិស័យដំបូងរបស់គាត់នោះគឺពំនាំគំនិតច្នៃប្រឌិតរាប់សិបលានដាក់នៅក្នុងវេទិកាតែមួយនៅទីនេះមិនថាអ្នកជាអ្នកនិពន្ធអ្នក design គ្រូបង្រៀនឬអ្នកធ្វើការឯករាជ្យនោះទេសុទ្ធតែអាចលក់ស្នាដៃនិពន្ធនិងគំនិតច្នៃប្រឌិតរបស់គេនៅទីនេះដើម្បីបង្កើតប្រភពចំណូលទី2សម្រាប់ពួកគេក្រោយមកទៀតទើបគាត់នឹកឃើញថាបញ្ហាមិនមែនមកពីក្រុមហ៊ុនទេគឺមកពីគាត់ខ្លួនឯងនឹងតែម្ដងគាត់មានមហិច្ឆតាធំពេកដោយមិនមើលពីសមត្ថភាពនិងទំហំទីផ្សាររបស់ខ្លួនតាមពិតក្រុមហ៊ុនរបស់គាត់ក៏ទទួលបានប្រាក់ចំណេញរហូតដែរចំណែកទីផ្សារក៏ចាប់ផ្ដើមរីកចម្រើនធំទៅដែរបើនិយាយចំពោះ VC Gumroad មិនមែនជាគម្រោងល្អមួយសម្រាប់ពួកគេទេតែបើចំពោះអតិថិជននិងអ្នកបង្កើតមាតិកាវិញ Gumroad គឺជា website មួយដ៏ល្អគិតច្បាស់លាស់ហើយស្ថាបនិករូបនេះចាប់ផ្ដើមគូសវាសផ្លូវដើរឡើងវិញអ្វីដែលគាត់គិតនៅពេលនេះគឺមិនមែនរកវិធីធ្វើឲ្យ Gumroad កាន់តែដើរកាន់តែធំទៀតនោះទេតែរកវិធីធ្វើយ៉ាងណាផ្ដល់គុណតម្លៃដល់អ្នកប្រើប្រាស់នៅក្នុង website របស់គេក្រោយមកគេទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់មែននៅឆ្នាំ2020 Gumroad បានបង្កើតប្រាក់ចំណូលសរុបទៅកាន់អ្នកប្រើប្រាស់របស់គេចំនួន$140 លានកើនឡើង 87% បើប្រៀបធៀបនឹងឆ្នាំ2019ដែលក្នុងនោះចំណូលរបស់ក្រុមហ៊ុនក៏មិនតិចជាង$10 លានដែរក្នុងមួយឆ្នាំបើគិតពីថ្លៃ commission 10% ក្រោយមកគាត់សម្រេចចិត្តសរសេរអត្ថបទមួយដែលមានចំណងជើងថាការភ្ញាក់រលឹកខ្លួនក្រោយក្តីស្រមៃបង្កើតក្រុមហ៊ុន$1,000 លានត្រូវបានរលាយហើយគាត់បានដាក់បញ្ចូលនៅបទពិសោធន៍មេរៀនបរាជ័យនិងការផ្លាស់ប្ដូរផ្នត់គំនិតរបស់គាត់ទៅលើដំណើរសហគ្រិតភាពដែលគាត់បានឆ្លងកាត់អ្នកនិពន្ធយល់ថាស្ថាបនិកភាគច្រើនជាពិសេសនៅក្នុងសម័យបច្ចេកវិទ្យាមានមហិច្ឆតាធំហួសមៀតចាប់ផ្ដើមដំបូងមានគោលដៅចង់បង្កើតក្រុមហ៊ុន$1,000 លានតែម្ដងនេះអាចមកពីពួកគេត្រូវបានគេជំរុញទឹកចិត្តហួសហេតុឬធ្លាប់មើលសាច់រឿងនិងខ្សែអាត់វីដេអូរបស់កំពូលសហគ្រិនជោគជ័យក្នុងលោកដូចជា Jeff Bezos, Jack Ma និង Steve Jobs ជាដើមទើបពួកគេមានការជំរុញទឹកចិត្តខ្លាំងនិងយកអ្នកទាំងនោះជានិមិត្តរូបតាមពិតមានមហិច្ឆតាធំជារឿងល្អតែបើសមត្ថភាពនិងគំនិតនៅក្មេងខ្ចីចង់តែពង្រីកខ្លួនខណៈមិនទាន់មានសមត្ថភាពក្នុងការរកប្រាក់ចំណេញផងនោះចុងក្រោយនឹងធ្វើឲ្យបរាជ័យដោយសារតែរកទុនវិនិយោគមិនបានអ្នកនិពន្ធបានប្រៀបធៀបថាក្រុមហ៊ុនបង្កើតថ្មីដែលមិនបង្កើតប្រាក់ចំណេញប្រៀបដូចជាទូកក្តោងមួយដែលមានប្រហោងអញ្ចឹងទឹកនឹងលិចចូលរាល់ថ្ងៃបើគ្មានអ្នកជួយទាន់ពេលវេលាទេនោះវានឹងលិចលង់ឆាប់នេះហើយដូច្នេះហើយគាត់បានណែនាំថាត្រូវធ្វើទូកតូចល្មមមួយបានហើយតែអាចបណ្ដែតខ្លួននៅលើទឹកបានជូនអ្នកឲ្យទៅដល់គោលដៅទូកតូចនេះប្រៀបដូចជាក្រុមហ៊ុនមួយដែលអាចបង្កើតប្រាក់ចំណូលចិញ្ចឹមខ្លួនបានតែមិនមែនចាំគេមកជួយចាំអ្នកវិនិយោគមកចាក់ទុនឲ្យអ្នកបំពេញក្តីស្រមៃអ្នកនោះទេខាងលើនេះជាខ្លឹមសារសំខាន់ទី1ដែលអ្នកនិពន្ធចង់បង្ហាញដល់អ្នកអានគឺចំពោះក្រុមហ៊ុនដែលទើបនឹងបង្កើតថ្មីសមត្ថភាពក្នុងការរកប្រាក់ចំណេញជាសមត្ថភាពសំខាន់ជាងគេតែមួយគត់ក្រោយពេលដឹងថារកប្រាក់ចំណេញជារឿងដែលសំខាន់ជាងគេដែលកំណត់ការស្លាប់រស់របស់ធុរកិច្ចបង្កើតថ្មីហើយយើងចូលមកដល់ផ្នែកទី2ដែលនឹងមកឆ្លើយសំណួរសួរថាតើធ្វើបែបណាទើបអាចស្វែងរកសមត្ថភាពរកលុយនេះបានហើយធ្វើយ៉ាងណាទើបអាចរក្សាសមត្ថភាពរកលុយនេះបានជាប់រហូតដំបូងយើងមកមើលសិនថាតើធ្វើយ៉ាងណាទើបអាចរកសមត្ថភាពបង្កើតប្រាក់ចំណេញនេះឃើញនៅក្នុងសៀវភៅនេះបានលើកឡើងថាធ្វើឲ្យខ្លួនឯងក្លាយជាដំណោះស្រាយមួយសម្រាប់ទីផ្សារនៅក្នុងទីផ្សាររបស់ដែលអាចឲ្យគេដកលុយចេញពីហោប៉ៅដើម្បីបង់ឲ្យអ្នកបានលុះត្រាតែអ្នកបានដោះស្រាយនៅបញ្ហាអ្វីមួយជូនគេដូច្នេះមុននឹងចង់បានប្រាក់ចំណេញត្រូវហ៊ានចូលខ្លួនទៅដោះស្រាយបញ្ហាឲ្យគេជាមុនសិនពាក្យនេះនៅទីណាក៏គេនិយាយដែរតើអាចនិយាយឲ្យជាក់លាក់បន្តិចបានទេអ្នកនិពន្ធបានលើកឡើងថាចូលទៅក្នុងចំណែកទីផ្សារតូចមួយហើយរកបញ្ហារបស់ពួកគេឲ្យឃើញគាត់បានយកបទពិសោធន៍ផ្ទាល់ខ្លួនមកធ្វើការបង្ហាញជូនថាហេតុអ្វីបានជាគាត់បង្កើត Gumroad ឡើងកាលពីគាត់ធ្វើការនៅ Pinterest គាត់បានចំណាយពេល4ម៉ោងដើម្បីធ្វើការ design icon មួយសម្រាប់ប្រើប្រាស់ក្នុង app សម្រាប់អតិថិជនរបស់គាត់ក្រោយមកទើបគាត់ដឹងថាតាមពិតគាត់អាចទិញ icon នេះនៅលើ online បានហើយគេធ្វើបានល្អជាងគាត់ទៅទៀតដោយសារតែគាត់មានសហគមន៍ online មួយដែលប្រមូលផ្ដុំទៅដោយអ្នក design ជាច្រើននៅជុំវិញពិភពលោកទើបគាត់រកឃើញថាអ្នក design app ផ្សេងទៀតក៏សុទ្ធតែមានបញ្ហាដូចគ្នានេះដែរ
ចំណាយពេលរាប់សប្តាហ៍ដើម្បីអង្គុយ design logo design icon ដើម្បីយកមកប្រើប្រាស់ក្នុង app ព្រោះតែខ្លាចជាប់កម្មសិទ្ធិបញ្ញាប្រើប្រាស់បានតែម្ដងតែត្រូវចំណាយពេលរាប់សប្តាហ៍ឯណោះដើម្បីធ្វើវាបើមានវេទិកាមួយដែលអាចឲ្យគេបង្កើតរបស់ទាំងនោះដាក់លក់នៅលើ online ប្រកាសជាមានអ្នកប្រើប្រាស់ច្រើនហើយអ្នកដែលមានតម្រូវការចំណាយលុយទិញស្នាដៃគេធ្វើស្រាប់ចំណេញពេលនិងទទួលបានការងារល្អរីឯម្ចាស់ស្នាដៃវិញធ្វើតែម្ដងអាចលក់ស្នាដៃរបស់ខ្លួនបានរហូតទៅកាន់មនុស្សផ្សេងគ្នាគំនិតមួយនេះពិតជាល្អពេកហើយស្ដាប់ទៅដូចជាមិនពិបាកទេតែចំពោះសហគ្រិនដែលមានបទពិសោធន៍ម្នាក់គេត្រូវគិតពីបញ្ហាមួយចំនួនដូចខាងក្រោមនេះដំបូងអ្នកដែលនៅក្នុងក្រុមឬសហគមន៍នោះជាមនុស្សបែបណាតើនេះជាក្រុមអ្វីព្រោះមនុស្សដែលស្ថិតក្នុងសហគមន៍តែមួយឬមានចំណាប់អារម្មណ៍ដូចគ្នានឹងស្ថិតក្នុងក្រុមជាមួយគ្នាដូចជាគេមានក្រុមអ្នកថតរូបក្រុមអ្នក design ក្រុមអ្នកលេងឡានក្រុមម្ដាយស្ត្រីមេផ្ទះជាដើមហើយវីឌីតយើងក៏មានក្រុមចែករំលែកចំណេះដឹងដែរហេតុអ្វីបានជាគេចង់ឲ្យយើងចាប់ផ្ដើមចេញពីក្រុមព្រោះនៅក្នុងសម័យអ៊ីនធឺណិតបើសិនជាអ្នកចង់ចូលចិត្តអ្នកណាម្នាក់ចង់សួរចង់ដឹងព័ត៌មានពីអ្នកណាម្នាក់វាមិនមែនងាយស្រួលទេក្រុមគឺជាកន្លែងដែលអ្នកអាចទទួលបានព័ត៌មានទាំងអស់នេះដោយប្រើដើមទុនតិចតួចបំផុតបើសិនជាអ្នកចង់ដឹងពីតម្រូវការឬបញ្ហារបស់ពួកគេចូលមើលទៅក្នុងក្រុមតើពួកគេនិយាយពីអ្វីចូលមើលទៅក្នុង comment តើពួកគេកំពុងតែត្អូញត្អែពីរឿងអ្វីទាំងនេះហើយជាបញ្ហានៅពេលដែលស្វែងរកបញ្ហាអ្នកត្រូវសួរខ្លួនឯង4សំណួរខាងក្រោមនេះសិនទី1តើវាជាបញ្ហាពិតប្រាកដដែលអតិថិជនគោលដៅរបស់អ្នកជួបប្រទះដែរឬអត់ត្រង់ចំណុចនេះអ្នកត្រូវចុះទៅអង្កេតមើលទីផ្សារដោយខ្លួនឯងចុះ survey និងសួរទៅកាន់ពួកគេដោយផ្ទាល់ដោយមិនមែនអង្គុយអានរបាយការណ៍ដែលអ្នករកបានពីអ៊ីនធឺណិតនោះទេទី2បញ្ហានេះពិតជាធ្វើឲ្យការរស់នៅរបស់ពួកគាត់ពិបាកខ្លាំងមិនមែនត្រឹមតែពិបាកល្មមនោះទេព្រោះបើបញ្ហានោះមិនជាធ្ងន់ធ្ងរខ្លាំងល្មមអាចនឹងទទួលយកបាននោះអតិថិជនពិបាកនឹងដកប្រាក់ទិញផលិតផលឬសេវាកម្មរបស់អ្នកណាទី3បញ្ហានោះកើតឡើងដដែលញឹកញាប់ឬអត់បញ្ហាដែលអ្នកត្រូវចូលខ្លួនទៅដោះស្រាយគួរតែជាបញ្ហាដែលកើតឡើងញឹកញាប់ទើបអ្នកអាចមានឱកាសបង្កើតប្រាក់ចំណូលបានច្រើននិងញឹកញាប់ដូចគ្នាទី4តើដំណោះស្រាយដែលអ្នកគិតឃើញនោះពិតជាបានដោះស្រាយបញ្ហានោះពិតមែនដែរឬទេនៅពេលដែលអ្នកមើលឃើញពីបញ្ហាទាំងអស់នេះហើយអ្នកអាចធ្វើវាឲ្យលឿនជាងគេថោកជាងគេឬងាយស្រួលជាងគេនេះហើយជាដំណោះស្រាយបន្ទាប់ពីអ្នករកឃើញដំណោះស្រាយហើយរឿងបន្ទាប់ដែលអ្នកត្រូវធ្វើនោះគឺធ្វើឲ្យវាคล้ายជា system ស្តង់ដារមួយមានន័យថាអ្នកត្រូវសរសេរជាជំហានពីវិធីក្នុងការដោះស្រាយបញ្ហារបស់អ្នកចេញមកតែមិនមែនគ្រាន់តែគិតនៅក្នុងខួរក្បាលនោះទេឧទាហរណ៍ថាអ្នកចង់បង្កើតវេទិកាដាក់លក់ស្នាដៃច្នៃប្រឌិតដូចតែអ្នកនិពន្ធធ្វើទៅចុះអ្នកត្រូវគិតថាបើសិនជាអ្នកជាអ្នកបង្កើតស្នាដៃទាំងនោះហើយចង់ដាក់លក់ស្នាដៃទាំងនោះនៅលើ website តើអ្នកគួរធ្វើយ៉ាងណាខ្លះដំបូងត្រូវបង្កើតគណនីយ៉ាងម៉េចផលិតផលរបស់អ្នកត្រូវសរសេរបែបណាអ្នកលក់និងអ្នកទិញត្រូវចរចាគ្នាតាមវិធីណាអ្នកទិញបង់ប្រាក់តាមណាទិញរួចចូលវាយតម្លៃដោយរបៀបណាអ្នកលក់ដកប្រាក់យ៉ាងម៉េចជាដើមអ្នកត្រូវសរសេរវាចេញមកឲ្យអស់ក្នុងទម្រង់ដូចជាសៀវភៅណែនាំមួយក្បាលអញ្ចឹងក្រោយពេលអ្នកមានដំណោះស្រាយស្តង់ដារមួយហើយអ្នកចូលទៅសួរក្នុងក្រុមដែលមានអតិថិជនគោលដៅរបស់អ្នកនោះសាកសួរពួកគេទៅមើលថាបើសិនជាខ្ញុំបង្កើតរបស់បែបនេះតើអ្នកទាំងអស់គ្នាសុខចិត្តបង់ប្រាក់ប្រើប្រាស់វាដែរឬទេគិតថាវាមានប្រយោជន៍កម្រិតណាដែរបើសិនជាគ្មានអ្នកណាបង់ប្រាក់ប្រើប្រាស់វាទេត្រឡប់ទៅមើលបញ្ហានិងដំណោះស្រាយរបស់អ្នកឡើងវិញហើយធ្វើការកែតម្រូវរហូតដល់មានមនុស្សច្រើនជាងពាក់កណ្ដាលឆ្លើយថាព្រមបង់ប្រាក់ប្រើប្រាស់សេវាកម្មរបស់អ្នកពេលនោះទើបជាពេលដែលអ្នកត្រូវបង្កើតផលិតផលនោះចេញមកហើយបើសិនជាគ្មានអ្នកណាសុខចិត្តដកប្រាក់មកទិញផលិតផលរបស់អ្នកទេនោះកុំប្រញាប់ទៅបង្កើតក្រុមហ៊ុនឬធ្វើទីផ្សារអ្វីទាំងអស់ត្រូវចាំថាបើមិនទាន់រកកន្លែងរកលុយឃើញទេកុំទាន់ចូលទីផ្សារឲ្យសោះបន្ទាប់ពីរកវិធីក្នុងការបង្កើតប្រាក់ចំណេញឃើញហើយអ្វីដែលសំខាន់ជាងគេទៀតនោះគឺធ្វើយ៉ាងណាឲ្យវាចំណេញជារៀងរហូតរូបមន្តមួយដែលអ្នករកស៊ីគ្រប់គ្នាសុទ្ធតែដឹងគឺប្រាក់ចំណេញស្មើនឹងចំណូលដកចំណាយបើចង់ឲ្យក្រុមហ៊ុនចំណេញរហូតត្រូវប្រាកដថាប្រាក់ចំណូលគឺធំជាងចំណាយជានិច្ចគ្រប់ការសម្រេចចិត្តគ្រប់យុទ្ធសាស្ត្រទាំងអស់ត្រូវតែរកវិធីចំណេញឲ្យបានច្រើនចំណាយឲ្យតិចបំផុតតាមដែលអាចធ្វើទៅបានដំបូងយើងមកមើលពីការរកប្រាក់ចំណូលអ្នកនិពន្ធបង្ហាញថាពេលចាប់ផ្ដើមដំបូងមិនចាំបាច់ដាក់ឲ្យអតិថិជនប្រើប្រាស់សាកល្បងទេ
គុំគិតថាដាក់ឲ្យអតិថិជនប្រើប្រាស់សាកល្បងដើម្បីទាក់ទាញពួកគេបង់ប្រាក់នៅពេលក្រោយអសោះបើសិនជាអាចគឺចាប់ផ្ដើមទទួលប្រាក់ចាប់ពីថ្ងៃទី1ដែលអ្នកចាប់ផ្ដើមដំបូងមកម្លេះធ្វើបែបនេះទើបអាចតេស្តពីសមត្ថភាពក្នុងការរកប្រាក់ចំណូលរបស់អាជីវកម្មអ្នកប្រកបណាស់នេះគ្រាន់តែជាការយកឃើញរបស់អ្នកនិពន្ធនិងយោងទៅតាមគំរូអាជីវកម្មរបស់គេតែប៉ុណ្ណោះមានសៀវភៅជាច្រើនក៏បានណែនាំយើងឲ្យដាក់ឲ្យអតិថិជនប្រើប្រាស់សាកល្បងមុននឹងសម្រេចចិត្តទិញដែរអ្នកអាចធ្វើការពិចារណានិងកំណត់យុទ្ធសាស្ត្រទៅតាមប្រភេទអាជីវកម្មរៀងៗខ្លួនមួយវិញទៀតនៅពេលចាប់ផ្ដើមដំបូងកុំចាំដល់ផលិតផលរបស់អ្នកល្អឥតខ្ចោះទើបរុញចូលទៅកាន់ទីផ្សារឲ្យតែអ្នកបានបង្កើតផលិតផលចំនួនទី1របស់អ្នកហើយមានអ្នកដកប្រាក់ទិញផលិតផលរបស់អ្នកអាចអង្កេតមើលពីអេរិយាបថនិងមតិយោបល់របស់ពួកគេហើយធ្វើការកែខៃផលិតផលរបស់អ្នកទៅតាមតម្រូវការអតិថិជនរបស់អ្នកឲ្យកាន់តែល្អជាងមុនកាន់តែធ្វើឲ្យពួកគេពេញចិត្តជាងមុនកាន់តែធ្វើឲ្យពួកគេហ៊ានចំណាយលុយទិញផលិតផលរបស់អ្នករឿងអ្វីក៏ដោយបើមិនបានរួមចំណែកបង្កើតប្រាក់ចំណេញជូនក្រុមហ៊ុនអ្នកទេអ្នកអាចទុកវាមួយឡែកសិនបានយើងមកមើលពីចំណាយវិញម្ដងបាននិយាយពីចំណាយអ្នកនិពន្ធនិយាយតែមួយម៉ាត់យ៉ាងខ្លីថាបើអាចមិនចំណាយបានកុំចំណាយឲ្យសោះសហគ្រិនភាគច្រើនចាប់ផ្ដើមដំបូងគិតថាខ្លួនមានគំនិតដ៏ល្អមួយក៏ចាប់ផ្ដើមបើកក្រុមហ៊ុនជួល office ធំស្កឹមស្កៃចំណាយលុយទៅលើការថតវីដេអូធ្វើទីផ្សារទាំងមិនទាន់នឹងរកចំណុចដែលអាចរកប្រាក់ចំណូលបានផងអ្នកនិពន្ធណែនាំថាប្រើគ្រប់មធ្យោបាយបើអាចមិនប្រើលុយបានកុំចំណាយឲ្យសោះបើអាចធ្វើការនៅហាងកាហ្វេបានហេតុអ្វីត្រូវជួល office បើអាចធ្វើវីដេអូចែករំលែកនៅអ្វីដែលខ្លួនធ្វើនៅលើ YouTube ដោយខ្លួនឯងបានហេតុអ្វីត្រូវជួលតារាឲ្យមកថតជំនួសបើអាចសរសេរអត្ថបទផុសក្នុង website ដែលឥតគិតថ្លៃបានហេតុអ្វីត្រូវជួលសារព័ត៌មានឲ្យមកសរសេរអត្ថបទជំនួសនៅពេលចាប់ផ្ដើមដំបូងអ្នកមិនគួរប្រើលុយដើម្បីធ្វើការផ្សព្វផ្សាយទៅលើកាសែតទស្សនាវដ្តីវិទ្យុទូរទស្សន៍ឬក៏ website ព័ត៌មានអ្វីនោះទេអ្វីដែលអ្នកត្រូវធ្វើគឺធ្វើការចែករំលែកនៅក្នុងក្រុមឬសហគមន៍ណាដែលមានអតិថិជនគោលដៅរបស់អ្នកនៅក្នុងនោះព្រោះអ្នកនិពន្ធយល់ថាផលិតផលរបស់អ្នកគួរតែមានការរីកចម្រើនតាមសមាជីវអតិថិជនត្រូវតែកើនឡើងបន្តិចម្ដងពីម្នាក់ទៅ2នាក់4នាក់8នាក់20នាក់បែបនេះរហូតតែមិនមែនមួយថ្ងៃមានអ្នកចូលមើលរាប់ពាន់នាក់តែចេញទៅវិញបំភ្លេចអ្នកចោលដោយមិនបានទិញផលិតផលឬសេវាកម្មរបស់អ្នកនោះទេការដែលជះលុយនៅលើបណ្ដាញផ្សព្វផ្សាយដើម្បីទាក់ទាញអតិថិជនច្រើនខុសគោលដៅមិនមែនជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនតូចតែខ្លឹមឡើយបើសិនជាអ្នកបម្រើអតិថិជនទី1មិនបានល្អនោះទោះឲ្យអតិថិជន 1000 នាក់ដល់អ្នកក៏អ្នកគ្មានសមត្ថភាពស្វាគមន៍ពួកគេដែរចំពោះការចំណាយទៅលើប្រតិបត្តិការប្រចាំថ្ងៃវិញបើសិនជាអាចប្រើកម្មវិធីជំនួយបានដាច់ខាតមិនប្រើកម្លាំងមនុស្សឡើយព្រោះប្រើមនុស្សត្រូវការបើកប្រាក់ខែហើយនេះជាចំណាយប្រតិបត្តិការរៀងរាល់ខែមានកម្មវិធីជាច្រើនដែលអាចសម្រួលដល់ការងារប្រចាំថ្ងៃរបស់អ្នកដូចជាកម្មវិធីកត់ត្រាគណនេយ្យកម្មវិធីគ្រប់គ្រងបណ្ដាញសង្គមកម្មវិធីគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃជាដើមហើយបើសិនជាអ្នកអាចបែងចែកការងារមួយចំនួនទៅឲ្យអ្នកធ្វើការងារឯករាជ្យដូចជាការងារ design កាត់តវីដេអូជាដើមដែលគេអាចធ្វើការពីផ្ទះបានអ្នកមិនចាំបាច់ជួលគេឲ្យមកអង្គុយក្នុង office តែប្រសិទ្ធភាពការងារទៀតនោះទេគ្មានកន្លែងធ្វើការគ្មានបុគ្គលិកពេញម៉ោងប្រតិបត្តិការស្រាលតែប្រសិទ្ធភាពការងារខ្ពស់នេះជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនតូចចំណាយតិចចំណូលច្រើននិងចំណេញខ្ពស់ខាងលើនេះជាខ្លឹមសារសំខាន់ដែលខ្ញុំបានធ្វើការអត្ថាធិប្បាយជាសង្ខេបចេញពីសៀវភៅមួយក្បាលដែលមានចំណងជើងថា The Minimalist Entrepreneur បើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍អ្នកអាចរកទិញសៀវភៅដើមយកមកអានបានសង្ឃឹមថាសៀវភៅនេះអាចពញាក់ស្មារតីសហគ្រិនគ្រប់គ្នាឲ្យងាកមករកវិធីក្នុងការបង្កើតធុរកិច្ចសម័យថ្មីមួយឲ្យទទួលបានជោគជ័យដើម្បីជាប្រយោជន៍ដល់សង្គមជាតិអរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នាសូមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយ